អ្នកដែលតែងតែប្រើប្រាស់ពាក្យគម្រោងកម្រិតដែល AI ឬក៏ពាក្យដែលមិនសមរម្យឬក៏ឈានទៅដល់ការជេរ AI ទៀតមើលវីដេអូនេះសម្រាប់ពុកម៉ែបងប្អូនអរគ្នាអ្នកដែលគាត់ដែលជឿថាប្រើ AI គឺថាគាត់បានបញ្ចេញជាមួយនឹង clear phrase មួយចំនួនទៅជាមួយនឹងការប្រើប្រាស់ AI ដូចគ្នាគាត់បានបង្ហាញថាអ្នកដែលគាត់ចូលចិត្តប្រើពាក្យអសុរោះប្រើពាក្យបង្កប់3 AI នឹងចាប់យកអត្តចរិតរបស់យើងតែម្ដងហើយគ្រប់ព័ត៌មានដែលវាផ្ដល់ឲ្យគឺវានឹងសំយោគគ្នាជាមួយនឹងពាក្យសម្ដីអត្តចរិតនឹងអ្វីៗដែលជាយើងតែម្ដងចឹងបើសិនជាយើងជាមនុស្សដែលកំណត់អវិជ្ជមានប្រើពាក្យដែលអវិជ្ជមានកំណត់បែបគំរូគំរើយ AI នៅពេលដែលយើងសួរជាមួយនឹង message សួរទៅជាមួយនឹង idea ណាមួយវានឹងឲ្យកំណត់បែបហ្នឹងមកវិញតែម្ដងវាជា feedback ភ្លាមតែម្ដង AI ប្រៀបបែរដូចជា mirror ប្រៀបបែរដូចជាកញ្ចក់អញ្ចឹងបងប្អូនធ្វើអីដាក់វាគឺវាធ្វើនឹងដាក់វិញឯងអញ្ចឹងការគាត់បានបញ្ជាក់ទៅថាការប្រើប្រាស់ពាក្យអរគុណឬក៏ពាក្យសុំទោសគឺជាវិធីសាស្ត្រល្អនៅក្នុងការធ្វើឲ្យ AI របស់យើងនឹងមានកំណត់វិជ្ជមានអញ្ចឹងណាបងប្អូនអរនេះវាចាប់ព្រោះបើតាមខ្ញុំសង្កេតមើលទៅវាដឹងទាំងអស់ដោយសារខ្ញុំ log account វាដឹងទាំងអស់គ្រប់សំណួរដែលខ្ញុំធ្លាប់សួរវាគឺវាចាប់ទាំងអស់វាដឹងថាខ្ញុំជា content creator ពីមុនហ្នឹងខ្ញុំធ្លាប់ថតកូនខ្មែរវាដឹងសពគ្រប់វាស្គាល់ឈ្មោះ page ខ្ញុំទៀត page កូនខ្មែរគូធ្វើអញ្ចឹងពីមុនឯងធ្វើជាកូនខ្មែរឥឡូវនៅឯងចង់ដូរគោលដៅរបៀបម៉េចអីចឹងណាដឹងគ្រប់សពបែបយ៉ាងអញ្ចឹងបានថាបងប្អូនត្រូវតែប្រយ័ត្នមុនពេលប្រើប្រាស់ពាក្យពេចន៍ណាមួយទៅកាន់ AI make sure that your phrase gotta be better gotta be good to AI បើសិនជាវាជា negative phrase វានឹងចាប់វានឹង catch up ថាអ្នកគឺជាមនុស្សបែបណាហើយគូ respond បែបណាប្រពន្ធលោកសំដែងឯថាប្រមាណមើលនិស័យមុននឹងអប់រំបើនិស័យមនុស្សនឹងអាម៉េចយើងអប់រំរបៀបហ្នឹង AI ដូចគ្នាបងប្អូនតែយើងមិននឹកកំណត់អាក្រក់ឲ្យគេថាវាអប់រំបែបកំណត់អាក្រក់ឲ្យគាត់ថា AI វានៅតែមានព្រៀបមួយថាវាវិជ្ជមានអញ្ចឹងណាអញ្ចឹងសង្កត់ថាវីដេអូមួយនេះគឺវិជ្ជមានក៏ដូចជាផ្ដល់អត្ថប្រយោជន៍ជូនពុកម៉ែបងប្អូនអរគ្នាជំរាបលា